ធម្មតាខ្ញុំលេងបាញ់ត្រាំមួយថ្ងៃលេងតែមួយកធននេះទេបងប្អូនមួយកធននេះគឺលេងឲ្យឆក់បាន40 ទៅ 50 កំប៉ុងហើយឥឡូវនេះគឺមួយថ្ងៃលេង5កធនហើយគឺនៅតែលក់អត់គ្រាន់ទៀតគឺបងប្អូនគាំទ្រច្រើនខ្លាំងមែនតើគឺគាត់ញ៉ាំសាកម្នាក់តាមមួយកំប៉ុងទេបងប្អូនប៉ុន្តែពេលដែលគាត់យកទៅញ៉ាំឆ្ងាញ់គឺគាត់កំងថែមរហូតម្នាក់សិតតែ5កំប៉ុង10កំប៉ុង20កំប៉ុង50កំប៉ុងយកទៅលក់បន្តអញ្ចឹងគឺខ្ញុំលេងមួយថ្ងៃ5កធនណាបងប្អូនហើយការលេងរបស់ខ្ញុំឥឡូវនេះមិនមែនលេងតិចដូចពីមុនទេបងប្អូនហើយគឺគ្រឿងទេសដែលខ្ញុំលេងគឺធ្វើទាំងធុងហ្មងសម្រាប់លាយមួយថ្ងៃ5កធនទៅ10កធនហើយនេះបងប្អូនឃើញទេធុងគ្រឿងរបស់ខ្ញុំហើយមិញនេះគឺខ្ញុំចាក់ពណ៌ក្រហមហ្នឹងមិនមែនទឹកពណ៌លាក់ទេណាបងប្អូនគឺប្រេងម្ទេសបងប្អូនបន្ទាប់ពីយើងដាក់ប្រេងម្ទេសហើយគឺខ្ញុំមកដាក់នេះគឺមានបកាកិនហើយបន្ទាប់មកគឺខ្ញុំរោយអំបិលខ្ទឹមដែលខ្ញុំដាក់ចូលក្នុងបាញ់ត្រាំងយើងឲ្យមានរសជាតិប្រៃឡំហើយបន្ទាប់មកគឺខ្ញុំដាក់ម្ទេសហុយបងប្អូនសម្រាប់ម្ទេសហុយនេះគឺយើងដាក់តាមហឹរតិចហឹរច្រើនតាមចំណូលចិត្តបន្ទាប់មកគឺបកាក្រៀមទៀតសម្រាប់យើងលាយច្បល់គ្រឿងនៅក្នុងបាញ់ត្រាំងនេះហើយគ្រឿងដែលខ្ញុំលាយនេះគឺសិតតែគ្រឿងដែលល្អបងប្អូនហើយយើងលាយគឺយើងយករសជាតិមកដិតឆ្ងាញ់ហ្មងប៉ុន្តែមិនប្រៃហើយក៏មិនផ្អែមទេបងប្អូនគឺមកដិតយើងគឺមកដិតឡំដែលសម្រាប់រសជាតិដើមដែលបងប្អូនធ្លាប់ញ៉ាំបាញ់ត្រាំងដែលគេលាយជាមួយនឹងអំបិលខ្ទឹមគឺអូឆ្ងាញ់ណាស់បងប្អូនហើយគឺខ្ញុំលាយគ្រឿងទាំងអស់ហ្នឹងចូលគ្នាជាមួយនឹងប្រេងម្ទេសសម្រាប់បាញ់ត្រាំងនេះបើយើងលាយអត់ដាក់ប្រេងម្ទេសទេគឺគ្រឿងនឹងអត់ជាប់ស្អិតជាមួយនឹងបាញ់ត្រាំងទេហើយបាញ់ត្រាំងយើងរសជាតិដើមគឺបាញ់ត្រាំងទុនបងប្អូនគឺមិនមែនបាញ់ត្រាំងស្រួយទេណាបងប្អូនអ្នកខ្លះគាត់យកទៅញ៉ាំគាត់ថាបាញ់ត្រាំងខ្ញុំមិនក៏ទុនខ្ញុំបញ្ជាក់ប្រាប់បងប្អូនថារសជាតិដើមគឺអត់យកទៅលីងទេបងប្អូនគឺគេកាត់យកមកលាយជាមួយនឹងគ្រឿងគឺគេអត់យកទៅលីងឲ្យស្រួយទេហើយបន្ទាប់ពីខ្ញុំលាយវាចូលសព្វល្អហើយគឺខ្ញុំដាក់បន្ថែមនោះគឺខ្ញុំបន្ថែមខ្ទឹមបំពងក្រហមបងប្អូនដាក់ចូលដើម្បីឲ្យបាញ់ត្រាំងយើងគឺវាឈ្ងុយគឺខ្ញុំលាយបាញ់ខ្ទឹមក្រហមនោះចូលបាញ់ត្រាំងនឹងច្បាច់វាម្សៅហើយបាទខ្ញុំដាក់ថែមតសៃមឹកហ្នឹងចូលលាយជាមួយបន្ថែមទៀតបន្ទាប់ពីយើងលាយហើយបាទយើងយកមកញាត់ដាក់ចូលកំប៉ុងបងប្អូនសម្រាប់ការញាត់ដាក់ចូលកំប៉ុងគឺមិនមែនខ្ញុំចេះតែញាត់ឲ្យទៅពេញទេណាបងប្អូនអញ្ចឹងបងប្អូនទិញទៅមិនភ័យថាកំប៉ុងខ្លះច្រើនកំប៉ុងខ្លះតិចអីគឺអត់ទេបងប្អូនគឺមុននឹងខ្ញុំច្រកគឺខ្ញុំយកវាដាក់ថ្លឹងចំណុះគឺប៉ិនគ្នាសម្រាប់បងប្អូនដែលគាត់កំងបាញ់ត្រាំងទៅគឺខ្ញុំសិតតែដាក់ថ្លឹងឲ្យបងប្អូនគឺមិនខ្លាចថាបាញ់ត្រាំងកំប៉ុងខ្លះច្រើនកំប៉ុងខ្លះតិចទេគឺអត់ឲ្យចំណែនគ្នាគឺដាក់ស្មើគ្នាបងប្អូនហើយសម្រាប់បាញ់ត្រាំងបងប្អូនទោះបីខ្ញុំលក់ដាច់ច្រើនប៉ុណ្ណាក៏ដោយគឺខ្ញុំអត់លាយច្រើនលើសពីមួយកធនកម្រិតរបស់ខ្ញុំដែរដែលខ្ញុំមានគ្រឿងរបស់ខ្ញុំថ្លឹងត្រឹមត្រូវហ្នឹងគឺបើសិនជាយើងលាយច្រើនពេកពេលដែលយើងច្បល់គ្រឿងគឺគ្រឿងយើងគឺលាយអត់សព្វល្អទេអញ្ចឹងខ្ញុំសុខចិត្តលាយឲ្យច្រើនកធនសុខចិត្តលាយម្ដងហើយម្ដងទៀតមួយថ្ងៃ4 5កធនដើម្បីឲ្យគ្រឿងយើងជាមួយនឹងបាញ់ត្រាំងគឺចូលសព្វល្អអញ្ចឹងខ្ញុំសុខចិត្តលាយម្ដងតិចអញ្ចឹងនៅពេលដែលយើងបានដាក់បាញ់ត្រាំងចូលកំប៉ុងអស់ហើយគឺខ្ញុំមកបន្ថែមនោះគឺខ្ញុំបន្ថែមខ្ទឹមក្រហមបំពងដើម្បីឲ្យវាឈ្ងុយឲ្យវាមានជាតិដិតឆ្ងាញ់មែនតើយើងតាមពិតខ្ទឹមក្រហមនេះគឺខ្ញុំបានលាយវាម្ដងហើយជាមួយនៅពេលដែលខ្ញុំលាយជាមួយនឹងអំបិលប៉ុន្តែពេលដែលខ្ញុំច្រកកំប៉ុងហើយគឺខ្ញុំបន្ថែមម្ដាយបងប្អូនគឺខ្ញុំដាក់គឺអត់សំចៃដៃគឺដាក់ឲ្យបងប្អូនឡើងម្ដាយពីលើកំប៉ុងនឹងបន្ថែមទៀតដើម្បីឲ្យបាញ់ត្រាំងរបស់យើងគឺកាន់តែឈ្ងុយហើយឆ្ងាញ់ហើយខ្ញុំលាយបដាច្រកបដានេះគឺបងប្អូនគាត់មកឈរចាំទិញបដាទៀតអញ្ចឹងគឺខ្ញុំធ្វើបដាលក់បដាណាបងប្អូនគឺធ្វើតរហូតហើយសម្រាប់បងប្អូនដែលគាត់ចង់ញ៉ាំបាញ់ត្រាំងគាត់ចង់បានរសជាតិហឹរតិចសម្រាប់ក្មេងញ៉ាំក៏បានដែរហើយមួយប្រភេទទៀតគឺហឹរហោះហ្មងបងប្អូនអាចកំងបានហឹរកម្រិតណាក៏បានដែរអញ្ចឹងបាញ់ត្រាំងយើងគឺមានហឹរធម្មតាជាមួយនឹងហឹរហោះហើយបងប្អូននិយាយមែនញ៉ាំហើយគឺថាជក់មាត់សាហាវហ្មងបងប្អូនញ៉ាំហើយគឺដឹងតែជាប់ចិត្តហ្មងសម្រាប់បងប្អូនដែលគាត់អត់ទាន់ញ៉ាំគាត់អាចធ្វើការកំងបានបងប្អូនគឺខ្ញុំធ្វើថ្មីជូនបងប្អូនរាល់ថ្ងៃបងប្អូនមិនភ័យថាទិញបាញ់ត្រាំងខ្ញុំគឺបាញ់ត្រាំងសល់អីយូរថ្ងៃគឺអត់ទេបងប្អូនធ្វើថ្មីរាល់ថ្ងៃលក់អត់ទាន់ទេបងប្អូនមួយថ្ងៃលាយ5កធនហើយឥឡូវហ្នឹងណាបងប្អូនហើយសម្រាប់បាញ់ត្រាំងរសជាតិដើមសាច់យូររបស់យើងគឺទុកបានយូរបងប្អូនគឺអត់ងាយខូចទេបងប្អូនដាក់ក្នុងកំប៉ុងហ្នឹងគឺទុកបានយូរបងប្អូន